បាទសួស្តីបងប្អូននេះអាចារ្យនេះគឺជាម៉ាស៊ីន DIY ຂະຫນາດ Celder 1 ម៉ែត្រ 2 ម៉ែត្រ 2អញ្ចឹងពណ៌នេះគឺស្រស់ស្អាតមួយយ៉ាងដែរលាយតែ2ពណ៌ទេអញ្ចឹងការបើកប្រើប្រាស់ហ្នឹងគឺងាយស្រួលយើងមានកន្លែងនេះគឺ emergency យើងបើកហើយបើយើងសកត់គឺផ្ដាច់ភ្លើងទាំងអស់កន្លែងនេះយើងបើកមកគឺចេញភ្លើងមួយនេះអញ្ចឹងបងប្អូនស្រឡាញ់ពណ៌អីដាក់ពណ៌ហ្នឹងមកហើយកន្លែងនេះគឺយើងបើកឲ្យដំណើរការជាងការណាបើកគឺដើរទាំងអស់ chiller compressor ជាងវាហត់មក auto home សិនហើយកន្លែងនេះគឺកង់តាក់ laser ជាងយើងបើកមកគឺដើរជាមួយនឹង laser កាត់តែវាអត់តដើរកាត់ភ្លាមទេគឺគ្រាន់តែបើក power របស់វាទេហើយចំពោះផ្ទាំងនេះគឺយើងដោះបានដើម្បីដាក់អាកាលិកពីមុខទៅក្រោយបានអញ្ចឹងយើងទិញមកសន្លឹកជ័រមកគឺយើងអាចដាក់បានតែម្ដងឥឡូវខ្ញុំនាំបងប្អូនទៅមើលពីខាងក្រោយរបស់ម៉ាស៊ីនចំហៀងហើយនឹងខាងក្រោយនេះនៅកន្លែងបូមខ្យល់បូមផ្សែងចេញអានេះយើងដោះបានដែរសម្រាប់នេះយើងមានដោះបានខ្លះអត់ខ្លះអញ្ចឹងការប្រើប្រាស់ចុចគឺងាយស្រួលនេះចុចឆ្វេងស្ដាំ laser ទៅមុខទៅក្រោយអញ្ចឹងបើយើងកំណត់ទី1ថា focus នេះកម្ពស់ប៉ុន្មានអញ្ចឹងសម្រាប់ម៉ាស៊ីននេះ focus គឺ7លីឥឡូវខ្ញុំមានអាកាលិកនេះមួយយើងចង់តេស្តឆ្លាក់វាដល់នេះខ្ញុំមាន file ហើយអញ្ចឹងយើងដាក់còn là cầm nắp hay origin muối pháo này lạnh chắc mình tha bông bông do tay in cái vinh do tay cắt acrylic rồi có một phê chơi slang tí cứ thử màn có phê sale đơn lên sẽ hai từ lửa bay chỉ có card đấy lạnh chứ sầm ép cònនេះគឺថាធំប៉ុន្តែតម្លៃវិញគេថាសមរម្យហើយសម្រាប់ម៉ាស៊ីនគឺយើងតម្លើងរយៈពេលខ្ទង់1ខែកន្លះសម្រាប់បងប្អូនដែលចង់បានអាចកំងមុនដោយសារតែយើងអត់បានតម្លើងទុកទេអញ្ចឹងគឺត្រូវតែកំងមុនដើម្បីដល់ពេលដល់វេលាគឺបងប្អូនអាចមកយកមករៀនប្រើប្រាស់បានហើយទៅលើការបរិញ្ញាគឺយើងមានបរិញ្ញាអត់មានគិតថ្លៃបន្ថែមទេទៅលើតម្លៃម៉ាស៊ីនពេលអញ្ចឹងបើថារូបរាងវិញមកទល់ឥឡូវគឺស្រស់ស្អាតមែនតើនេះការឆ្លាក់កម្រិតគុណភាពនៃការឆ្លាក់ឥឡូវខ្ញុំអាចនិយាយថាយើងអាច compare ជាមួយនឹងម៉ាស៊ីនសេនមកបានហើយការឆ្លាក់គឺស្អាតបានន័យថាវាកម្រិតនៃរត់ពីមួយចំណុចទៅមួយចំណុចរបស់យើងគឺល្អដបងតម្លើងក៏អត់ល្អដែរបងប្អូនគាត់ថាយើងរកឃើញចំណុចដែលខ្វះខាតយើងកែវាទៅឥឡូវគឺថាកាត់ឬក៏ឆ្លាក់ហ្នឹងគឺស្អាតយកបណ្ដោយអូនិយាយចំបើថាគ្រឿងខ្ញុំរៀបគឺថ្មីអត់មានដាក់របស់មកទឹកទេគឺថារៀបថ្មីឲ្យបូមនេះវាមានលេខរបស់វាកម្រិតទម្ងន់ម៉ានញូតុនលើកធូរឬស្រាលអញ្ចឹងមកដាក់នេះគឺវាសមរម្យហើយចំពោះផ្ទាំងនេះក៏យើងប្រើ5លីកញ្ចក់អាកាលិក5លីអានេះយើងសុទ្ធតែយើងអាចដោះបានអត់អញ្ចឹងខាងក្រោមគឺយើងមានបាតក្រាលចេះនោះបូពុបអញ្ចឹងនេះគឺឆ្លាក់រួចហើយនេះកម្រិតគុណភាពបងប្អូនមើលប៉ុណ្ណេះអាចយល់ហើយគុណភាពការឆ្លាក់គឺថាស្អាតអញ្ចឹងបើន័យថាគុណភាពប៉ុណ្ណឹងគឺយល់ថាវាស្អាតហើយឥឡូវយើងចូលកាត់មួយទៀតទេបីបញ្ចប់វីដេអូនេះទំហំ30នេះអញ្ចឹងមួយទៀតតើតើនឹងការឆ្លាក់គឺទំហំតូចមុខកាត់គឺតូចត្រង់ហើយតូចសំខាន់តែមុខកាត់ឆ្លាក់តូចគឺស្អាតយើងយកទៅកាត់กระดาษក៏បានអីក៏បាន
chẳng ngày này phần nâng miền tập phần nâng tê pi process DIY see you next time bye bye